បងប្អូនឥឡូវពីខ្ញុំគឺចាប់ផ្ដើមបានធំបន្តិចម្ដងហើយបងប្អូនឥឡូវគឺបានប្រហែលជាចង់ប្រប៉ុនកូនដៃដែរហ្នឹងណាបងប្អូននេះហើយផ្លែវាមានអីល្អនេះបងប្អូនវាកាន់រៀងបានច្រើនដែរបងប្អូនហើយក៏មានអាខ្លះទៅក៏វាអត់សូវកាន់ដែរនិយាយទៅពេលវាផ្កាមកដល់ពេលអញ្ចឹងមានភ្លៀងមានអីអញ្ចឹងទៅក៏វាឈូសខ្លះអញ្ចឹងណាហើយតែអាខ្លះទៀតក៏វាកាន់បានច្រើនដែរអញ្ចឹងណាចំពោះមេឃខ្លះហើយឥឡូវហ្នឹងផ្លែវាគឺបានរៀងធំល្មមប្រហែលជាប៉ុនចង់ចកឹះអីហ្នឹងបងប្អូនបានប្រហែលជាប៉ុនចង់ចកឹះដែរហ្នឹងណាបងប្អូនហើយមើលទៅរៀងផ្លែវារៀងថ្លោសធំល្អតើហើយសម្រាប់ផ្លែនេះវារៀងយូរដែរបងប្អូនតាំងពីផ្កាកាលពីមករយៈពេលមុនហ្នឹងរហូតមកដល់ឥឡូវហ្នឹងគឺវាចូលដូចជាមួយខែបងប្អូនមួយខែគឺត្រឹមតែបានប៉ុណ្ណឹងទេនេះបងប្អូននេះវាយូរដែរនិយាយទៅព្រីងគឺយូរនេះបងប្អូនព្រោះដោយសារខ្ញុំអត់ដែរវាបានផ្លែអត់ចឹងគឺខ្ញុំអត់ទាន់ដឹងថាវាប៉ុន្មានខែបានវាទុំចឹងណាព្រោះថាសម្រាប់ព្រីងនេះគឺវាទឹមតផ្លែសានេះគឺផ្លែលើកទី1ចឹងណាបងប្អូនចឹងគឺវាយូរនេះចូលមួយខែជាងចាប់តាំងពីថ្ងៃវាផ្ការហូតមកដល់ឥឡូវហ្នឹងគឺចូលមួយខែជាងនេះហើយព្រីងហ្នឹងតែបានប្រហែលជាប៉ុនចកឹះចង់ចកឹះគាត់ថាវាថ្លោសបងប្អូនគឺថ្លោសល្អដែរចឹងណាហើយសម្រាប់ពូជព្រីងនេះគឺព្រីងម៉ាឡេបងប្អូននិយាយទៅគឺមានតែពូជព្រីងហ្នឹងទេឥឡូវវាដូចសបោតែព្រីងហ្នឹងចឹងណាបងប្អូនប៉ុន្តែគាត់ថាសម្រាប់ពូជម៉ាឡេនេះខ្ញុំគិតថាវាអាចនឹងមិនសូវឆ្ងាញ់ដូចពូជព្រីងខ្មែរយើងទេបងប្អូនខ្ញុំគិតថាពូជខ្មែរយើងប្រហែលជាឆ្ងាញ់ជាងគ្រាន់ថាយើងវាអត់មានអញ្ចឹងណាឥឡូវពូជខ្មែរឥឡូវវាអាចនឹងមិនសូវជាសម្បូរខ្លាំងអញ្ចឹងណាបងប្អូន